បងមានដឹងអត់ថាស្កបជាឡៃអន្តរជាតិបានផ្ដល់ជូននៅអាហារូបករណ៍ពី50%ទៅ100%សម្រាប់ជំនាញក្រៅវិស័យសុខាភិបាលជាច្រើនមិនថាបងទទួលបាននីតិ A ឬក៏ E គឺមានការផ្ដល់ជូននៅអាហារូបករណ៍ទាំងអស់ដែលអាហារូបករណ៍រួមមាននីតិ A គឺទទួលបានចំនួន100%នីតិ B ចំនួន80%នីតិ C ចំនួន70%នីតិ D ចំនួន60%និងនីតិ E ចំនួន50%សម្រាប់អាហារូបករណ៍ទាំងនេះផ្ដល់ជូនទៅលើជំនាញជាច្រើនដូចជាជំនាញគណនេយ្យជំនាញច្បាប់ជំនាញទីផ្សារជំនាញសំណង់ស៊ីវើជំនាញស្ថាបត្យកម្មជំនាញ IT ជំនាញធនាគារនិងហិរញ្ញវត្ថុជំនាញគ្រប់គ្រងពាណិជ្ជកម្មជំនាញរដ្ឋបាលសាធារណៈជំនាញអក្សរសាស្ត្រអង់គ្លេសជំនាញសារព័ត៌មានជំនាញគ្រប់គ្រងសណ្ឋាគារនិងទេសចរជំនាញវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិកជំនាញវិទ្យាសាស្ត្របរិស្ថាននិងជំនាញក្រៅវិស័យសុខាភិបាលជាច្រើនទៀតកំពុងរងចាំបងប្អូនហើយសម្រាប់អាហារូបករណ៍នេះបានផ្ដល់ជូនបងប្អូនរយៈពេល4ឆ្នាំពេញសម្រាប់បេក្ខជនដែលទទួលបាននីតិ A, B និង C ត្រូវតាមមករុះរាន់ដាក់ពាក្យអាហារូបករណ៍ឲ្យបានមុនថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026ការបរិច្ឆេទចុះឈ្មោះចូលរៀនលើកទី1នៅថ្ងៃទី14ខែកញ្ញាឆ្នាំ2026សម្រាប់វគ្គច័ន្ទศุកร์និងថ្ងៃទី19ខែកញ្ញាឆ្នាំ2026សម្រាប់វគ្គចុងសប្តាហ៍ជួបគ្នានៅឆ្នាំសិក្សាថ្មីឆ្នាំ2026-2027នៅសាកលវិទ្យាល័យអន្តរជាតិបាយបាយ